បង្ហាញបងប្អូនពីការប្រើប្រាស់នៅ Figma ដើម្បីបង្កើតនៅ project ដែលតាក់ទងជាមួយនឹង coffee shop អញ្ចឹងជាដំបូងកូនអាចចូលទៅក្នុងផ្ទាំងនៃ Figma បន្ទាប់មកទៀតកូនអាច create project ចា design ហើយចាអ្នកគ្រូធ្វើការបង្កើតនៅ frame ចាសម្រាប់ frame នេះអ្នកគ្រូយកផ្ទាំងធំគឺ16 Pro Max ចានេះគឺជាផ្ទាំងការងារថ្មីកូនអាចធ្វើការដាក់ឈ្មោះពីព្រោះនៅក្នុងកម្មវិធី Figma មួយកូនអាចបើក tab ច្រើនអញ្ចឹងអានេះអ្នកគ្រូដាក់ថា coffee ចាproject របស់អ្នកគ្រូហើយអ្នកគ្រូសូម start ជាមួយនឹងពាក្យថា mobile ទៅចោះដើម្បីអីគេអូន coffee ដើម្បីខុសឈ្មោះមុនទាំងទី1នេះគឺអ្នកគ្រូ set up ដាក់ថាជា home page ចាអញ្ចឹងនេះគឺជារបៀបនៃការដាក់ឈ្មោះ file ការដាក់ឈ្មោះនៃអីគេអូន frame កូនអាច discovery ជាមួយនឹងតាក់ទងជាមួយនឹង frame ចាឧទាហរណ៍ថានៅ frame នេះគឺអ្នកគ្រូធ្វើការ select ទៅយកទំហំរបស់វាមានន័យថាទំហំដែលអ្នកគ្រូធ្វើនោះគឺមួយ frame ប៉ុណ្ណេះជា home page របស់អ្នកគ្រូតែម្ដងដូច្នេះអ្នកគ្រូផាសចូលទៅក្នុងអីគេអូនផ្ទាំងរបស់យើងនេះណាតោះណាពេលនេះចាអញ្ចឹងនេះគឺជា frame នេះគឺជាអីគេអូនគំរូដែលអ្នកគ្រូនឹងធ្វើបន្តមកទៀតកូនអាចនាំចូលរូបភាពមុនគេរូបភាពវាជាកន្លែងមួយដែលកូនទាំងអស់គ្នាអាចដឹងថាយើងគួរដាក់រូបភាពអីទៀតយើងគួរទៅសេអក្សរអីទៀតគឺយើងធ្វើការ set up layout វា AVIF បាយណា import file ចាឈប់ណាគ្រូធ្វើការ save រូបសិនដោយសារ file នេះគឺជាប្រភេទ AVIF អញ្ចឹងមិនមែនគ្រប់ file ទាំងអស់សុទ្ធតែ support ទេណា file ខ្លះក៏អត់ support តាក់ទងជាមួយនឹងនេះដែរវិធីមួយទៀតគឺកូនអាចបោះចូលទៅក្នុង Telegram ចាឧទាហរណ៍ថាអ្នកគ្រូយក file មួយនេះដាក់ចូលទៅក្នុង Telegram ហើយកូនកុំដោះ compress មានន័យថាឲ្យវានៅ compress មកហើយកូន download មកវិញចានោះ file របស់យើងគឺនឹងคล้ายទៅជាអីគេអូន JPG ហើយយល់ទេយើងចាប៉ុន្តែ quality របស់វាយ៉ាងម៉េចកូនចាឥឡូវណាគឺទូជាងមុនណាទូជាងមុនអញ្ចឹងអ្នកគ្រូធ្វើការទាញ file ចាអ្នកគ្រូជ្រើសរើសយក file មួយនេះដើម្បីឲ្យសមគ្នាជាមួយនឹង title ចាចឹងអ្នកគ្រូដាក់ចូលមកក្នុង Figma របស់យើងនោះគឺរូបភាពដែលយើងនាំចូលកូនคลิกទៅលើរូបភាពហើយទាញយកមកដាក់តោះណាពេលនេះចាកូនធ្វើការ transform ចានៅលើផ្នែករបស់យើងចឹងមានន័យថារូបភាពនេះគឺស្ថិតនៅក្នុង frame អូខេចានៅផ្នែកខាងលើនេះគឺកូនទាំងអស់គ្នាអាច create ជាមួយនឹង logo កូនដាក់ logo មកចានេះ logo នៅនេះអ្នកគ្រូអត់បានផ្ញើ logo ឲ្យនេះ logo ណាជាក់ស្ដែង logo នេះគឺ PNG ស្រាច់ហើយបងប្អូនចាហើយកូនធ្វើការ transform វាឲ្យសមល្មមជាមួយនឹង background របស់យើងចាអ្នកគ្រូទាញ background មកក្រៅបន្តិចចាយើងរៀបគោលហើយអូខេបងសរសេរអក្សរជាមួយនឹងពាក្យអីគេអូន sign in ហើយខាងនេះគឺអីគេកូនចុចទៅលើ asset កូនវាយពាក្យថា menu ហើយចុចលើ asset ពេលនោះទាំងអស់គ្នានឹងឃើញមានរូបភាព3គ្រាប់នេះតោះណាយើងចាកន្លែងនេះដែរបើកូនទាំងអស់គ្នាវាយពាក្យថាឡាញចានេះឡាញហើយកូនចុចទៅកាន់ asset តោះនេះនឹងឃើញមានទម្រង់ឡាញ sample ច្រើនតែបើបងប្អូនថាអ្នកគ្រូជួយបើខ្ញុំគូមួយ shape បានអត់កូនគូមួយ shape ក៏បានដែរកូនគូដោយអីគេអូន shape ព្រោះ line នេះយើងប្រើច្រើនបងប្អូនដូច្នេះថ្ងៃនេះដែរគឺអ្នកគ្រូបង្ហាញតាក់ទងជាមួយនឹងវិធីក្នុងការដាក់ component កូនដាក់ឲ្យល្មមអញ្ចឹងមក sign in អ្នកគ្រូទាញទៅលើបន្តិចនេះទៅលើបន្តិចឃើញទេនេះអញ្ចឹងវាមាន guideline ឲ្យយើងសម្រាប់ទាញ content នៅកន្លែងនេះគឺអ្នកគ្រូប្រើប្រាស់នៅ shape មួយទៀតដែលមានឈ្មោះថា elliptical ហើយអ្នកគ្រូគូ
ព្រោះនេះយើងប្រើច្រើនដងកូនអញ្ចឹងកូនអាចដាក់ពណ៌វាចាយកប្រាប់សងពណ៌មកពណ៌នេះហើយអ្នកគ្រូធ្វើការ copy paste កូនចុច Alt ក៏បានដែរដាក់វាមកខាងទៀតតែមុននឹងដាក់កូនទាំងអស់គ្នាត្រូវប្រកាសថាមកខាងនេះគឺត្រូវបានកែសម្រួលហើយព្រោះឲ្យកុំឲ្យយើងពិបាក copy ទៅ copy មកណាចាព្រិចធំហើយដាក់វាមកកន្លែងនេះក៏ដូចគ្នាដើម្បីតម្លើងទំហំនេះឡាញរបស់យើងណាកូនអាចតម្លើងទំហំចានេះគូអូសទឹកទំហំវាឃើញវាធំជាងមុនទេបងប្អូនហើយកូនដូរពណ៌វាឲ្យដូចអីគេអូនដូចគ្នាមកដើម្បីឲ្យអាកន្លែងកលាក់នេះគឺវា symmetry គ្នាល្អចាដើម្បីរំកិលកូនចុច space copy ចុច Alt តោះនេះអូខេតែបន្ទាប់នេះមានប៉ុន្មានកូនមាន3ធាតុមិនអញ្ចឹងហ៎អញ្ចឹងវិធីដាក់ធាតុវាចូលគ្នាកូន select លើវាមកស្ដាំកូនយកពាក្យថា create component ដោយអំបញ្ញមិញព្រួញ3ដែលអ្នកគ្រូទាញមកហ្នឹងក៏ជា component ដែរអញ្ចឹងអ្នកគ្រូ create បន្ទាប់ហ្នឹងជា component ហើយអ្នកគ្រូ rename វាទៅជាឈ្មោះថា line តោះមើលនេះអញ្ចឹងពេលដែលអ្នកគ្រូ copy ទៅអាហ្នឹងទៅទាំងអស់ហើយទាំង3គ្រាប់ហ្នឹងហើយណាអូខេបន្ទាប់ពីអ្នកគ្រូ design ផ្នែកខាងលើហើយយើងចាប់ដើម design ទៅលើអីគេអូនអក្សរវិញម្ដងដើម្បីសរសេរអក្សរបើកូនคลิกមួយបែបនេះមានន័យថាអក្សររបស់យើងគឺជាអីគេអូនចាប៉ារ៉ាstatement ចា statement ចឹងអ្នកគ្រូយកសអូខេ copy កូនផាសចាហើយ select លើអក្សរតោះនេះអាចដូរ font បាននេះ font ណាអញ្ចឹងកូនគួរតែជ្រើសរើសប្រភេទ font ដែលដិតចាតម្លើងទំហំនេះណានេះទំហំរបស់យើងអូខេពណ៌នេះគឺជាពណ៌អញ្ចឹងពណ៌អ្នកគ្រូស្រង់យកពីពណ៌នេះមកហើយអ្នកគ្រូទាញវាឲ្យខ្ចីឃើញទេយើងអញ្ចឹងកូនឃើញថាពណ៌វាស៊ីគ្នាដោយសារតែយើងប្រើបច្ចេកទេសនៃការស្រង់ពណ៌គឺទាញធំជាងនឹងតិចចាកូនអាចតម្លើង font ចាអ្នកគ្រូដាក់ដល់24អញ្ចឹងមកចាបន្តមកទៀតអ្នកគ្រូអីគេអូនសរសេរ paragraph លក្ខខណ្ឌនៃ paragraph ចុចម៉ៅឆ្វេងឲ្យជាប់អូសឲ្យធំចេះពីព្រោះអី paragraph គឺយើងមានច្រើនជួរចាអ្នកគ្រូคลิกមួយទៀតកូន copy អត្ថបទហ្នឹងមកកូន control A ហើយបងប្អូនគ្នាអាចអីគេអូនព្រម font នេះព្រម font ណាប៉ុន្តែឃើញថា font របស់យើងវាវែងខ្លីកន្លែង paragraph កូនចុចកន្លែង paragraph align អីគេអូនសងខាងនៅមួយទៀតឃើញថា font របស់យើងហ្នឹងវាគៀកគ្នាឡើងពេកតែកូនទាញយ៉ាងម៉េចក៏អត់ទៅដែរណាបងប្អូនទី1កូន select លើវាសិនវាយវាទៅជាលេខ0វិញអូខេមិញទាញទៅវាទៅទេប៉ុន្តែបើកូនវាយវាទៅជាលេខ0កូនទាញទៅវាទៅវិញយល់វិញនេះគ្រូនិយាយអត់ចាអូខេហើយបើអ្នកគ្រូទាញវាប្រិចថូចធំវានឹងរត់ content មកឲ្យអ្នកគ្រូអូតូម៉ាទិកតែម្ដងនេះគឺជា frame ទី1ដែលយើងបង្កើតតោះនេះអាចធ្វើការ preview ចុចលើអីគេអូនចា preview នេះ preview